អីសប្បាយចិត្តជាងពេលដែលយើងដឹកអីវ៉ាន់ទៅឲ្យភ្ញៀវហើយភ្ញៀវគាត់ញញឹមណាគាត់រីករាយនឹងទទួលបានអីវ៉ាន់តាក់ទងជាមួយនឹងបងដែលគាត់ដឹកជូនដែលមានការងារដូចខ្ញុំអញ្ចឹងណាតែតែជួបទៅជាមួយនឹងភ្ញៀវដែលគាត់អត់សូវចេះប្រាប់ទីតាំងរបស់គាត់អាចគាត់តែផ្លាស់មកនៅឬក៏គាត់អត់ចេះប្រាប់តែម្ដងអញ្ចឹងយើងអ្នកជាអ្នកដឹកនេះយើងឆាប់បាននៅពេលដែលគាត់និយាយអញ្ចឹងមកយើងដឹងថាគាត់អត់ចេះប្រាប់ទីតាំងហើយតែបើអានេះខ្ញុំអត់និយាយថាគាត់ចេះ share location ទៅតាមណាដែលយើងអាចស្វែងរកគាត់បានណាខ្ញុំចង់និយាយកន្លែងដែលគាត់អត់ចេះប្រាប់ទីតាំងអញ្ចឹងយើងត្រូវចេះសួរចេះសួរគាត់ទីតាំងគាត់នៅម្ដុំណាគាត់នៅជាប់ជាមួយនឹងអីណាផ្លូវអីចឹងយើងសួរចេះដេញសួរគាត់ចឹងទៅតិចទៅហើយកុំច្រឡោតកុំខឹងគាត់ចឹងកាលណាដែលភ្ញៀវគាត់អត់សូវចេះប្រាប់គាត់មានអារម្មណ៍ថាពេលខ្លះគាត់សូនសាញគាត់មួម៉ៅចឹងណាយើងទៅសួរគាត់ទៅគាត់មួម៉ៅអញ្ចឹងកុំខឹងគាត់ប្រើភាសាសំរុំសម្រាប់គាត់ទៅនៅពេលដែលយើងរកទីតាំងឃើញសប្បាយចិត្តទាំងអស់គ្នាអូខេអរគុណច្រើនណាស់បាទ